ចាជំរាបសួរសួស្តីកូនទាំងអស់គ្នាជួបជាមួយអ្នកគ្រូម្ដងទៀតហើយត្រូវអត់ចាក្នុងវីដេអូនេះអ្នកគ្រូមានអីដឹងឲ្យបងប្អូនទាំងអស់គ្នាចឹងចង់ដឹងអត់ចាបើចង់ដឹងមកទស្សនាជាមួយអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងក្នុងវីដេអូនេះអ្នកគ្រូមានគណិតវិទ្យាថ្នាក់ទី2មកបង្ហាញបងប្អូនទាំងអស់គ្នាអំពីមេរៀនទី3វិធីបូកចំនួនមានលេខ2ខ្ទង់ចាអញ្ចឹងចំណុចដែលអ្នកគ្រូលើកឡើងមកក្នុងចំណុចនេះគឺចំណោទចាអញ្ចឹងអ្នកគ្រូលើកជាចំណោទបដោះស្រាយជូនបងប្អូនទាំងអស់គ្នាវិញម្ដងចាអញ្ចឹងចំណោទរបស់អ្នកគ្រូគឺដើម្បីអាចដោះស្រាយចំណោទបានគឺបងប្អូនដឹងហើយយើងត្រូវអានប្រធានសិនបើយើងអត់ដឹងថាប្រធានគេប្រាប់អីផងយើងអាចដោះស្រាយចំណោទបានដោយរបៀបណាទៅត្រូវអត់កូនទាំងអស់គ្នាចាអញ្ចឹងយើងមកមើលចំណោទកគេប្រាប់អីគេខ្លះតែគេប្រាប់ថាសំចិញ្ចឹមទាញី25ក្បាលនិងទាឈ្មោះគឺ4ក្បាលអញ្ចឹងយើងបានសិក្សាគឺសិក្សាអំពីវិធីបូកត្រូវអត់អញ្ចឹងកន្លែងហ្នឹងគឺដូចគ្នាយើងយកចំនួនទាញីនិងទាឈ្មោះបូកបញ្ចូលគ្នាអញ្ចឹងគេដាក់ឲ្យយើងស្រាប់គឺចំនួនទាញីអញ្ចឹងយើងត្រូវបូកជាមួយនឹងចំនួនទាអីកូនចាគឺចំនួនទាឈ្មោះចាអញ្ចឹងចំនួនទាឈ្មោះគេប្រាប់មកប៉ុន្មានកូនចាគឺ4ចាអញ្ចឹងយើងពេញក្នុងប្រអប់គេមកថា25គឺជាចំនួនទាញីបូកនឹងចំនួនទាឈ្មោះអញ្ចឹង25បូក4ស្មើប៉ុន្មានចាអញ្ចឹងយើងយកខ្ទង់រាយបូកខ្ទង់រាយមកគឺស្មើនឹង5 9 5បូក4គឺ5 9អញ្ចឹង2អត់មានអីបូកគឺយើងត្រូវលាក់មកដល់ដែរអញ្ចឹងចំនួនរបស់យើងគឺ25ចាអញ្ចឹងយើងបូកឲ្យគេយើងដឹងហើយទាសំចិញ្ចឹមទាទាំងអស់អញ្ចឹងមកថាសរុបទាំងទាញីនិងទាឈ្មោះចំនួនប៉ុន្មានកូនចាគឺ29ក្បាលចាបើចង់ដោះស្រាយចំណោទបន្ថែមទៀតអាចទៅមើលទំព័រទី20បានថាកូនចាគឺមានចំណោទបន្តទៀតចាអញ្ចឹងអ្នកគ្រូនៅក្នុងវីដេអូនេះអ្នកគ្រូដោះស្រាយតែចំណោទកទេជូនបងប្អូនទាំងអស់គ្នាបើចង់ទស្សនាវីដេអូផ្សេងទៀតអាចទស្សនាក្នុងវីដេអូក្រោយចាអញ្ចឹងអ្នកគ្រូមានតែប៉ុណ្្នឹងទេសូមអរគុណនិងជម្រាប